ខ្ញុំគិតថាវាចំណុចល្អមួយក្នុងការដេញគីមីតែប្របាក់រឿង Fredrin ឆ្កោះឆ្កោះដាច់អល់ទីយកមកហារត់លឿនលឿនតែម្ដងសម្រាប់ការភិកជាមួយនឹង Harrod Last Pick ចេញពីខាង Galaxy Legend បាទតែបើយើងក៏លេខទៅមើលខាងដាក់ហើយ hero អូសឡែនឡើងពី hero ហ៎បង Lens Lord ផង Cloud ផងណាសុទ្ធតែ hero ប្រភេទតែអូសឡែនបាទអញ្ចឹងយើងចាំមើលទាំងអស់គ្នាមើលហ្គេមនេះបើសិនជាការប្រកួតនេះបើយើងគិតទៅវាហេអីបងជាយាមយើងជាយាមមកលើខ្ញុំជាយាមមកលើបាទខ្ញុំជាយាមមកលើចុះជាមួយនឹងការប្រកួតមួយនេះគឺយើងបានឃើញដូចឆ្កងមាត់ដូចឆ្កងហ្នឹងនិយាយមែនឆ្កងខ្លាំងអត់ឆ្លាតចិត្តអីបងបាទមាត់ក្បាត់ចិត្តអីនិយាយមែនមាត់ក្បាត់ចិត្តអីបាទប៉ុន្តែបើយើងសន្យាថានឹងព្យាយាមប៉ុន្តែមិនមែនថ្ងៃនេះមិនមែនថ្ងៃនេះទេហ្មងបាទចាឥឡូវយើងក៏បានឃើញដែរជាមួយនឹងតារាភិកក៏ដូចជា spell វិញដែលមានតែ boom តែបន្តគាត់ជ្រើសរើស spell ក៏បាទកណ្ដឹងសារយក spell ឈាមដូចគ្នាបាទតែក្រៅពីហ្នឹងគឺ flicker ចឹងក៏សូមស្វាគមន៍មកកាន់ការប្រកួតរវាង Dark Knight Esports បាទជាមួយនឹង Galaxy Legend នៅក្នុង game ទី1ដែលជាការប្រកួតទី1បាទយើងជាយាមមកបាទជាយាមអាយគៀបបាទអាយគៀបបាទលៀមចាប់ទួចំចាំថែមមួយស្តានទៀតដូចគ្នាមានការផោកទៅលើជាមួយនឹង Cram ក៏ដូចគ្នាបាទដើម្បី early ឈឺបាទទុំមានអារម្មណ៍ថាបន្ទាប់ពីយើងសម្រាប់បានមួយសប្តាហ៍មានអារម្មណ៍ថា2សប្តាហ៍បាទមានអារម្មណ៍ថាពួកគាត់ដូចរបៀបថានេះ Duo Mid Lane ណាបងបាទជាពិសេសយើងចាំមើលតែ Duo Mid Lane ហើយ Duo Mid Lane ក៏ដែរលេងមួយគ្នាយកមកលេងវាច្រើនក្រាមគាត់រត់ទៅជួយគោរហូតទៅសប្តាហ៍នេះមែនសប្តាហ៍នេះសុំតែសប្តាហ៍នេះជួយក្រាមគាត់មកលេងជាមួយ stick បាទអាចនិយាយថាបានបើសិនជាឥឡូវប្រឡែងឲ្យ mid នៅម្នាក់ឯងពិបាកក្នុងការ clear ហើយ rotation គឺវេទនាយកមកបាទនៅក្នុង game មួយនេះខ្ញុំមើលទៅ boom គាត់ខ emblem របស់គាត់យក quantum charge វិញណាគាត់អត់ដាក់ war cry អូគាត់យក quantum charge បានតាបាទភាគច្រើនបើសិនជាយូសងហ្គេមមួយទៀតបាទការប្រកួតការប្រកួតគាត់នឹងឆៃល្អដែរវាសម្រាប់ពេលដែលយើងវាយគេមួយដៃទៅវាបូម moment speed ដែរអញ្ចឹងណាបាទតែបើលេងមួយយូសងលេងគាត់នឹងឆៃបានតាបាទចាំតែយើងបានឃើញដែរជាមួយនឹងការប្រកួតរបស់យើងគឺមានការឧបត្ថម្ភពី Infinite Note 50 Series MPL Edition សម្រាប់ game មើលគ្រប់រូបដូចគ្នាជាមួយនឹងលបឿនគឺល្អមែនទែនជាមួយនឹងសាក់ថ្មក៏លឿនលបឿនការសម្បត្តិដូចគ្នាចាំលេងយើងងាកមកមើល team fight នៅខាងក្រោមវិញជាមួយនឹងការចំមកគៀប fight ទៅលើ boom យកតែម្ដងបាត់បង់ជាមួយនឹង boom បាត់ហើយជាមួយនឹង game មួយនេះគឺ boom គឺគាត់និយាយពិបាកមែនទែនបើសិនជាគេចំមកវាយ lane គាត់គឺអត់មាន level 4គឺយើងពិបាកនៅក្នុងការយកនេះដើម្បីមក gain control objective បាទឥឡូវគាត់ level 3នឹង free ហើយ free control នឹងឲ្យបាទអ្វីដែលសំខាន់នៅក្នុងការប្រកួតឥឡូវខ្ញុំតែងតែគេមុននឹងយក objective គឺគេវាយESP រហូតយកមកគេត្រូវតែព្យាយាមដាក់សម្ពាធទៅលើ experience land ដើម្បីកុំឲ្យមានជាមួយនឹង level 4 មុននឹង total ទី1អញ្ចឹងការធ្វើបែបនេះគឺជោគជ័យខ្លាំងមែនទែនសម្រាប់ Galaxy Legend នៅ early game ដោយតាមពិតគាត់រៀងធ្វេសប្រហែសផងនិយាយមែនណាគាត់រៀងធ្វេសប្រហែសផងដោយសារគាត់ជាប្រភេទ hero experience land គាត់ត្រូវការសំខាន់ខ្លាំងមែនទែនបើសិនជា game នៅមាន level 4ជាស្រ័យដោយសារការប្រកួតការប្រកួតសុំថ្ងៃអើយចុះអត់អីព្យាយាមបើយើងមិនព្យាយាមយើងនៅតែចឹងបាទដោយសារការប្រកួតនៅក្នុងទី1របស់យើងនេះគឺយូសងក៏ត្រូវពឹងទៅលើគាត់ដែរណាបាទអូយរឹងមាត់ណារឹងមាត់សាហាវរឹងមាត់នេះហ៎បងវាដូចចេះហីបាទរឹងមាត់សាហាវបាទអត់អីព្រោះដោយសារការប្រកួតនេះគឺ Galaxy គាត់យល់ថាបើសិនជាប្រឡែងឲ្យយូសងបាន level 4 អញ្ចឹងយូសងគឺវាធំមែនតើហ្មងពេលដែល control objective ពេលដែលគេបើកអីគឺពិបាកនៅក្នុង team fight ពេលដែលថតទី1មែនតើបាទណាមួយក៏អាចបើកដេញទៅលើ secret ចេញពី team fight ផងបាទអញ្ចឹងបច្ចុប្បន្នកាម1 ទៅ 0 អត់សូវជាបញ្ហាប្រហែលទេណាមួយយើងដឹងហើយពី style ក៏ដូចជា strategy របស់ខាង Galaxy Legend គឺគាត់តែព្យាយាមលេងតែ control objective ទេអត់លេងបែបលក្ខណៈ aggressive ទេបាទអូលេងនៅខាងលើមានការរួមញីកែងជើងដូចគ្នាវាយទៅលើគីតេសដូចគ្នាប៉ុន្តែឡើងដូចជាមិនទាន់ clear ដាច់នោះទេបាទអូខេអស់ទៅម៉េចបាទ care off មានបញ្ហាជាមួយនឹង secret តែអាចតក់ថយបានដូចគ្នាបាទ
vậy tới lên mà nè mà chốt khóa té khi nia tờ bốn của đợt ta mình toán chỉ đau đai ấy vào màn té đợt sa đợt ca cuộc này cứ chỉ ca cuộc nó không thằng ngày sao đá tí buồn bao giờ hay thằng ngày tí muối hay cứ chỉ game tờ bốn mà cũng có tiền bà ប្រកួតទី1 គួតទី បាទ 1 ប្រកួតទី មានអារម្មណ៍ថាគោងន់មែនណា យើងនិយាយថាគូទី1ប្រកួតទី1 បាទ បាទគូ បាទ បាទ គូ បាទគូប្រកួតបាទអូយអែមហើយខ្លាំងណាស់បងខ្លាំង ខ្លាំង បាទចឹងភ្លាមនៅក្នុង early game នេះដូចជាបន្ទុកខៀលគឺបាន1ទល់នឹង0ទេគឺមិនមានការវាយគ្នាអីជាធំដុំទេបាទសម្រាប់ item វិញយើងក៏បានឃើញដូចគ្នាជាមួយ ហារ៉ាត់វិគីតែងតែ គាត់និយាយទៅអស់វេមក និយាយទៅតែវិគីទេ ហ្នឹងហើយ បាទ ខ្ញុំឃើញគាត់ វិ លេង គី ទៅ ទេ មុន ដែលវាសភៅមុន បាទ មកនេះផ្សេងគេលេង Starlion ណា បាទ តាំងចោលដល់មើលដូចគេប្រើ Starlion Starlium Feather of Heaven អីបើអាចធ្លា ណែមើលក៏ចង់អត់សូវជីចង់ recall ទៅទេគាត់ចង់នៅត្រាំនៅនឹងបានអាច បាទ បាទបានជាមួយនឹងកាត់ទូដោនបានជាមួយនឹងម៉ាណាបាទ អស់លេង អូបើបាទហើយភ្លាមផបើមិញគាត់ងាកចូលទៅជាមួយនឹងលីនគាត់មានការចាយជាមួយនឹង Retry យកមក បាទ ភ្លាមសមាជិករបស់ខាង team Dark Rai គឺគាត់អត់ទាន់ចង់ធ្វើការវាយជាមួយនឹង Total ទេភ្លាមបើខាត់សារល្អមែនខាត់ ចង់និយាយថាខាង Dark Rai ខាត់ពេលយកមកកំពុងតែរងចាំគេប៉ុន្តែអ្វីដែលចំណេញគឺលីន បាទលេងគេយកមួយផលមកហើយ បាទណាផ្ទះយកតែដល់ចាប់ជាប់បាត់ហើយមិនต้องមានបញ្ហាជាមួយនឹងក្រាមក៏ប៉ុន្តែមានការខាំស្ទើរមែនបាច់ភ្លាមទៅលើលូអេមានការបើកនេះដូចគ្នាមកដែរពីប៊ូមនឹងចង់ណាគេវាយលើស៊ីខេតប៉ុន្តែអត់ពេញ stake នោះទេបាត់បង់ជាមួយនឹង Dark Side បាត់ហើយថតប្រឡែងជាមួយនឹង Total ទី2 Secure ពី Galaxy Legend បាត់ទៅហើយ អូទុក Retry ទៅនោះ ហ្នឹងហើយ ទុក Retry យកជាមួយនឹង Creep Jungle ហ្នឹងហើយ បាទមិញបើយើងមើលទៅជាការធ្វេសប្រហែសយកហ្មងដោយសារ map របស់ខាង Galaxy Legend គេយកអស់ link បាត់អីហ្នឹងបាទអត់នឹងដឹង map របស់ Louis នៅ Midland ហ្នឹងផងបាទគាត់ដឹងឬមួយក៏គាត់ធ្វេសប្រហែសអត់ expect ថាគេនឹងធ្វើការចង់ទេគាត់ហើយ បាទ កលេចទៅមើលក្រាមដល់ដើរហួរបាត់ហើយចង់ចាប់ទៅលើវិគីវិញទៅគ្នាមកដែរមានការលោតអត់ទេចាប់ចូលវិគីសោះ flicker មក flick ផតបាត់ទៅហើយ បាទរត់ចោលគ្នាបាទអញ្ចឹងយើង complete ដែរជាមួយនឹង Cell Card បាទជាមួយនឹងកញ្ចប់ MLB អ្នកទាំងអស់គ្នាអាចលេង game លេង Mobile Legends បានតាមចិត្តក៏ដូចជាទទួលបានជាមួយនឹងពេជ្រនៅក្នុងកញ្ចប់តែមួយតែម្ដងកញ្ចប់ចាំខែទទួលបានជាមួយនឹង235ពេជ្រតម្លៃត្រឹមតែ$6តែម្ដងទទួលបានជាប់តាម Cell Card ដោយគ្រាន់តែចុចផ្កាយ1686ផ្កាយលេខ2ត្រឹមជ្រូកតែប៉ុណ្ណោះបាទ complete អ្នកទាំងអស់គ្នាទៅស្តង់ Cell Card ដើម្បីលេងជាមួយនឹង game ដើម្បីទទួលបានកាដូទាំងអស់គ្នាបាទ មុំជាមរត់ដែរតែមិញគេមកគៀបធម្មតា Fedrin មួយ Alot បាទ វាសិតតែ stun ចាក់អូពីការ contest ចូលជាមួយនឹងបើដូចគ្នាអាយ៉ាយកបានដែរទេយកបានហើយដាក់ខ្សែឥឡូវគឺសុំទៅ level 9ទេទៅ Lin ជាអ្នក lead វិញជាធម្មតា Fedrin ហ្នឹងគឺពិបាក farm មែនតើទៅលើ Optic Q 5យឺត បាទតែគាត់ថាគេបានចូលមកក្លុកយកបោះ បាទពុទ្ធសា flow របស់ខាង team Galaxy គឺល្អជាង ឥឡូវបើយើងមើលទៅលើសាច់ការប្រកួតមួយនេះហ៎បាទអញ្ចឹងគឺសម្រាប់ map របស់ Dark Side គាត់អត់មាន space លេងទេបាទគាត់មាន space លេងទេបាទចឹងការប្រកួតនៅទី1នេះគឺសម្រាប់ Dark Side គឺគាត់អត់មាន space នៅក្នុងការ farm ទី1ទី2 objective ក៏គេយកអស់បាទ goal ក៏គេចាប់ផ្ដើម lead ផងដែរក៏ដូចជា lead ទាំង goal lead ទាំង kill បាទអញ្ចឹង total ទី3គឺជា total ដែរគួរសម្រាប់ចិត្តថាអាចនឹងធ្វើការចូលឬមួយក៏មិនចូលបាទព្រោះថាតាមពិតគាត់មានយូរ2វិនាទីនេះគាត់អាចនឹងធ្វើការប្រឡែងឲ្យបាទបាទប្រឡែងអត់មាន level ចូលផងណាព្រោះទី1 level 2ជាងទី2អត់មាន map បាទណែមួយគាត់ត្រូវការចាំជាមួយនឹង cloud របស់ Vincent បាទដើម្បីពុទ្ធសាសនា cloud យើងដឹងហើយថា lag ខ្លាំងតែ maintain យកតែម្ដងបាទយកតាមបានឃើញការនេះណាយកតាមបានឃើញstraight របស់ខាង Dark Rai យកមកលេងណាគឺខាង Galaxy ជាអ្នកក្រុមដណ្ដប់នឹងអស់នៅក្នុងការប្រកួតនេះ Sky វាចូលទៅលើ Secret បាត់ហើយព្រោះថា game នោះអត់មានអាពាក់ការវា Secret ទេហ្នឹង យ៉ា ជាប់ ក៏ប៉ុន្តែ game ហ្នឹងពាក់បើនេះដេញវាយយកតែដល់កាដិនសាសអាទីលោតអាទីចេញគ្នាចូលគាត់ជាប់ពីរនោះជាមួយនឹងខាងក្រុងនេះមានការដេញលុកទៅលើវិគីសោះជិះម្ដាយវាយទៅដល់ដៃពីបូមវាយមួយទៅដល់យកតែដល់ Vincent ជាមួយការចូលដល់បាច់រួមនេះការចូលយកតែដល់ជាមួយការឆាច់វាយម្ដាយនោះទេយកបានវិគីមួយដូចគ្នាជាមួយនឹងការដូរសមាជិកមួយទៅស្មើបាទវិគីមិញមានមកភ្លេចដែរតែប៊ូមគាត់នៅតែហោះទៅដល់បាទហើយណាមួយមកផ្ទុះសមមិញហ្នឹងគឺផ្ដាច់ជាមួយនឹងវត្តមានរបស់វិគីយកតែម្ដងអញ្ចឹងមួយបាច់ជាមួយនឹងពំមន់បានហើយនៅក្នុងរយៈពេល8នាទីបន្ទុកខៀលគឺ1-4ក៏ដូចជា goal
3.5K មិញក៏លេខទៅមើល team fight មែនមានអ្នកគេ back up មកໄว้เนาะ បាទ Goland ខុសគ្នា1000សម្រាប់Vincent គាត់ទៅតែចេញជាមួយនឹង Demon Hunter មួយទេបាទ item ទី2អាចនឹងចង់បៀលជាមួយនឹង Golden Stars បាទចង់បៀលជាមួយនឹង Golden Stars អូគាត់អត់មានក៏សារសង្ស័យណាគាត់យកដាវខ្មៅមកបាញ់យកមក បាទគាត់យកដាវខ្មៅមកបាញ់ជាមួយនឹងPetrin ហើយជាមួយនឹងនេះ បាទ បាទ Golden Stars អាចនឹងក៏សង្ស័យអាចនឹងចាញ់ Speed Crossbow កន្លះក្របអីមុនក៏ល្អ Cloud បើយើងគិតទៅត4 item ហ្នឹងបាទត4 item ហើយ4 item ហ្នឹងបើសិនជានៅម្លងពេលគេមាន maximum អីមួយត្រូវ win ណាច្រើនទៀត បាទតែនេះហេងគេអត់មានជាមួយនឹងនេះទេអត់បាច់ទៅប្រយោជន៍បងហ្គេមនេះអត់ត្រូវការ Winter Crown ការប្រកួតនេះគឺអត់ត្រូវការពាក់ជាមួយនឹង Winner Nature វានៅឆោតត្រូវការ winter crown ត្រូវការ បាទ ព្រោះដោយសារគេសិតតែ the make magic យើងទៅពាក់ win មកអត់ប្រយោជន៍ បាទអញ្ចឹង Winter Crown គាត់គួរតែចេញនៅក្នុង slot ទី4 បាទ ចុះភ្លាមក្រាមគាត់អាចមានបញ្ហាលងខ្លួនឯងដូចគ្នាជាមួយនឹងការបោកវាយ LT មួយដូចគ្នាដើម្បីជួយខ្លួនឯងប៉ុន្តែដូចជាជួយមិនបានទេមកឆ្កើមកចាក់ដាច់បាត់ហើយជាមួយនឹង Gram God ឡតក៏មានការ spawn ភ្លាមនៅខាងក្រោមគឺមានការចេញ map ពី Vincent ដូចគ្នាជាមួយការអូសប៉មនៅខាងក្រោមភ្លាមមានការដូរ thread ហើយដូរ thread ដូរជាមួយនឹង objective ដើម្បីធ្វើការ trade ជាមួយនឹង lot មួយនេះដូចគ្នាខាងលើដូចជាអត់តឃើញជាមួយនឹងសមាជិករបស់ខាង Team Dark Light ចង់ទៅ clear នោះទេតែបាត់បងហ្វមលើទៀត បាទអាចនិយាយថាបានគឺជាការដដមួយរៀងខាត់ធ្ងន់ដែរតែគាត់មិនអាចចូលទៅយកជាមួយនឹង lot ហ្នឹងយ៉ាការដាក់ប្រាក់ចំណេញជួយក៏យក តិចធ្វើគេហ្នឹងឆាយទីមេប៉ុន្តែមានអារម្មណ៍ថាដូច stir ភ្លាមជាមួយនឹង boom ដេញ lock ជាប់ជាមួយនឹង CK ប៉ុន្តែវាយអត់ទាន់ពេញ stage នោះទេបាញ់អាទីវាយទៅលើ boom វិញដូចគ្នាចាប់ខ្លួនក៏មកចំមានការលោតអាទីប្រេក្រោមជើងយកតែដល់ចាប់ជាប់ start 3 hero បាត់ហើយភ្លាម healing spree ដែលបញ្ចប់ជីវិតជាមួយនឹង boom ដូចគ្នា មក flicker របស់ CK នេះគឺបាន sale ជីវិតខ្លួនឯងតែម្ដងបាទហើយយើងក៏មិនភ្លេចដែរជាមួយនឹង Legend Cinema អញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចង់មកទស្សនាជាមួយនឹងរោងភាពយន្តដែលទំនើបក៏ដូចជាមានអេក្រង់ធំទូលាយផាសុខភាពម៉ាស៊ីនត្រជាក់ក៏ដូចជាមានការពោតញ៉ាំដ៏ឆ្ងាញ់ផងដែរកុំភ្លេចជាមួយនឹងរោងកុន Legend Cinema បាទ តែបើយើងគិតទៅ game នេះការប៉ັດលូណូច counter hard ណាតែអត់មានលុយ អាចនិយាយថាបានទៅតែ អត់មានអីទេភ្លាមមានសិនមកតក់ដាច់យកតែម្ដង អូប្រឡែងឲ្យLouis លេងអាឡុត20ធំហ្នឹង ហ្នឹងហើយអា20 ព្រោះដោយសារតែការទះមក final slot របស់គាត់ហ្នឹងមើលតន់យកមកទោះបី Purify ខ្ញុំគិតថាក៏នៅតែទៅដែរ ហ្នឹងហើយ បាទ ចូលតន់ហ្នឹងយើងមានការ clear ជាមួយនឹង lot ពីសមាជិករបស់ខាង team Dark Rai Esport មីនៀនក៏មកដល់ជាមួយនឹងមីនៀន mid lane បើកនេះការពារជាមួយនឹងការ defense ជាមួយនឹង clear street trend mid lane ឆាតទីមេប៉ុន្តែមានអារម្មណ៍ថាឆាតគេមិនឈឺនោះទេបាត់បង់ជាមួយនឹង boom បាត់ហើយចាប់ជាប់ចាក់ឈើដាក់ចូលតាមទៅលើ stick ទៅគ្នាសមាជិកពីររូបបាត់បង់ជីវិតបាត់ហើយនៅសល់តែ3រូបតែម្ដង Gram ក៏ដាក់ខ្សែក៏ដូចជា Vincent មានការ split push ចង់យកជាមួយនឹងវាយទៅលើផ្ទះយកតែម្ដងប៉ុន្តែដូចជាអស់មីនៀនណា បាទមីនៀនណាបាទយកបាន T3 នៅផ្លូវបតំ lane បានមួយប៉ុន្តែមីនៀនតែបន្តមកដូចគ្នាខាង Galaxy ក៏មិនទាន់ទៅណាដែរ game នេះបាទការប្រកួតនេះអូ បាទការប្រកួតឬមួយក៏វគ្គនេះ អូយចាក់ផ្ទះ final slot បាត់បង់ជីវិតជាមួយនឹង Gram ក៏ប៉ុន្តែមានការរួមញីកាយជើងជាមួយនឹងការ clear ទៅលើមីនៀនប៉ុន្តែ clear មិនដាច់នោះទេគេចាប់ជាប់ជាមួយនឹង Vincent មានស្លាប់ក៏ហមរួយតែគ្នាបាត់បង់សមាជិក4រូបប៉ុន្តែមានការ spawn មកវិញ2រូបមកវិញតែគ្នាមកណាពី stick ក្រេជា move ចូលទៅចាក់ final slot ឆាទីមេអបាដូតមកបាទ brilliant ក៏ពេលវាប៉ុន្តែគេថារស់អត់រស់បើរស់ទេវាយដល់ក្នុងប៉មចេញជំនះ game ទី1 secure 2 Galaxy Legend បាទអូយលឿនណាបាយមិញខ្ញុំ Vincent ខ្ញុំឃើញមកបោះ Dexter របស់គាត់គាត់អត់ត្រឡប់ក្រោយបានដោយសារទីគេតែមិនបោះ Dexter ជាប់អាកន្លែង Dexter ហ្នឹងយកហ្មងតែហ៊ានមកក្រោយនេះជាប់ខ្លួនហ្នឹងទៀតបាទមុន និយាយទៅការប្រកួតវគ្គមួយនេះបើយើងមើលទៅគាត់អត់បានលេងផងដែរបាទនិយាយមែនគាត់អត់បានលេងហ្មងព្រោះដោយសារកលៈការដើរក៏ដូចជា